បងប្អូនដែលគាត់នៅផ្ទះគាត់ហាក់ជាគិតថាពងទាកូនស៊ីឆនហ្នឹងពិបាកធ្វើតាមគាត់ពិតងាយស្រួលមែនទែនបងប្អូនអត់ពិបាកធ្វើទេថ្ងៃមុនធ្វើញ៉ាំរួចម្ដងហើយប៉ុន្តែប្អូនប្រុសខ្ញុំហ្នឹងគាត់ថាអូយឆ្ងាញ់ខ្លាំងណាស់ចង់ញ៉ាំម្ដងទៀតហើយថ្ងៃមុនហ្នឹងធ្វើញ៉ាំតែ40គ្រាប់ទេបងប្អូនថ្ងៃនេះឡើងដល់60គ្រាប់សម្រាប់បងប្អូននៅផ្ទះអត់តន់ដែលធ្វើហើយគិតថាពិបាកបងប្អូនមើលវីដេអូនេះសិនហើយបងប្អូនរៀនធ្វើទៅដឹងទៅធ្វើបានញ៉ាំហើយខ្ញុំស្ងោរពងទាមុនហើយពងទាយើងស្ងោរឲ្យហើយចឹងមកគឺថាពេលដែលយើងចំអិនតទៀតគឺថាវាងាយស្រួលនៅក្នុងការធ្វើបងប្អូនអញ្ចឹងហើយយើងស្ងោរពងទាកូនឆ្អិនហើយឥឡូវនេះដួសពងទាកូនទុកម្លាយសិនអញ្ចឹងយើងចាប់ផ្ដើមធ្វើទឹកស៊ុបហើយទឹកស៊ុបយើងអត់ពិបាកឲ្យបងប្អូនគ្រាន់តែទៅផ្សារទៅបងប្អូនទិញដុំស៊ុបស៊ីឆនគេមកដុំមកហើយដំបូងខ្ញុំលីងម្ទេសតិចសិនដោយសារខ្ញុំប្រើម្ទេសក្រៀមដៃនាងនេះច្រៀងច្រើនដែរអញ្ចឹងហើយខ្ញុំលីងទុកបន្តិចសិនបន្តមកទៀតខ្ញុំដាក់ដុំស៊ុបចូលមកហើយបន្តមកទៀតមកថែមប្រេងបន្តិចមកបងប្អូនឲ្យក្តៅខ្ទះដុំស៊ុបហ្នឹងវារលាយលឿនណាអញ្ចឹងយើងថែមប្រេងបន្តិចមកដុំស៊ុបខ្ញុំហ្នឹងវារាងតិចដោយសារយើងដុំរាងតូចដែរអញ្ចឹងខ្ញុំថែមមកកញ្ចប់បន្តិចដែរហើយយើងកូរឲ្យរលាយចូលគ្នាគ្រឿងទាំងអស់ហ្នឹងឈ្ងុយហើយចាំយើងថែមជាមួយនឹងម្ទេសដៃនាងដែលយើងលីងទុកហ្នឹងដាក់ចូលមកហើយបន្តទៀតបងប្អូនទឹកដូងប្រើទឹកដូងអញ្ចឹងគឺថាមានរសជាតិឆ្ងាញ់មែនទែនបើចាំទៅងាស់ឆ្អឹងងាស់អីទេយើងថែមទឹកដូងអញ្ចឹងមកថ្ងៃនេះខ្ញុំប្រើទឹកដូង5ផ្លែបងប្អូនយើងដាក់ចូលមកដោយសារពងទាយើងរៀងច្រើនអញ្ចឹងហើយទឹកដូងយើងប្រើ5ផ្លែតែម្ដងហើយយើងដាក់ចូលអញ្ចឹងហើយចាំយើងថែមគ្រឿងផ្សេងចូលហើយនេះជំនួយការខ្ញុំបងប្អូនគាត់ជួយចាក់ទឹកដូងហើយអញ្ចឹងហើយឥឡូវនេះចាប់ដើមមើលដាក់ទឹកដូងរួចហើយយើងកូរចូលគ្នាអញ្ចឹងមកបងប្អូនបន្តមកទៀតយើងថែមគ្រឿងហើយគ្រឿងយើងមិនថែមអីច្រើនទេបងប្អូនខ្ញុំថែមតាមម្សៅស៊ុបបន្តិចមកហើយប៊ីចេងបន្តិចមកគឺបានហើយបងប្អូនដោយសារទឹកស៊ុបយើងប្រើទឹកដូងអញ្ចឹងហើយគឺទឹកដូងហ្នឹងមានរសជាតិផ្អែមស្រាប់ហើយដុំស៊ុបគឺប្រៃហើយបងប្អូនអញ្ចឹងបើថែមតាមស្រួលអាចនឹងប្រៃខ្លាំងអញ្ចឹងហើយយើងមិនថែមអីទៀតទេឥឡូវយើងដាក់ពងទាចូលមកបងប្អូនហើយចង់ឲ្យពងទាហ្នឹងកាន់តែឆ្ងាញ់ណាចូលជាតិបានល្អបងប្អូនគោះបំបែកតិចតិចឲ្យខ្ញុំអញ្ចឹងមកចុងក្រោយនេះបងប្អូនថែមទឹកដោះគោស្រស់អញ្ចឹងមកគឺថាឆ្ងាញ់មែនទែនរួចឲ្យបងប្អូនតែប៉ុណ្ណឹងគឺដឹងតែឆ្ងាញ់ហើយបងប្អូនសាកធ្វើញ៉ាំបើសិនជាបងប្អូនអត់តន់សាកធ្វើទេបងប្អូនសាកធ្វើគឺថាងាយស្រួលហើយរសជាតិវិញឆ្ងាញ់មែនទែនមិនចាំបាច់ទៅក្រៅទេបងប្អូនយើងទិញយកមកធ្វើញ៉ាំជុំបងប្អូននៅក្នុងផ្ទះអីមកគឺថាអូចាប់មាត់បងប្អូនហើយមានគ្នា4-5នាក់សម្រាប់អ្នកចូលចិត្តពងទាកូនដាក់មកដឹងតែចូលចិត្តហើយបងប្អូនប្លែកមាត់មែនទែនដោយសារយើងគោះអញ្ចឹងរសជាតិហ្នឹងគឺថាចូលនៅក្នុងសាច់ពងទាកូនយើងតែម្ដងអញ្ចឹងរសជាតិហិលមកបែបផតយើងធ្វើបែបចិនណាបងប្អូនអញ្ចឹងហើយរសជាតិបែបចិនតែម្ដងអញ្ចឹងហើយខ្ញុំអត់ថែមអីទេគឺចាប់ផ្ដើមញ៉ាំហើយអូម្នាក់គឺថាឆ្ងាញ់តែម្ដងឥឡូវនេះអត់តាន់បានឲ្យអ្នកផ្សេងញ៉ាំឲ្យភ្លក់សិនថតឲ្យបងប្អូនមើលសិនថាសកម្មភាពពេលញ៉ាំឆ្ងាញ់ប៉ុណ្ណាបងប្អូនទឹកស៊ុបហ្នឹងគឺឆ្ងាញ់មានជាតិតែម្ដងណាហើយសម្រាប់ដុំស៊ុបហ្នឹងបងប្អូនអត់ពិបាករកទេបងប្អូនបើសិនចង់រកបងប្អូនទាំងកន្លែងតូបចាប់រួយនៅក្នុងផ្សារកន្លែងណាក៏មានលក់ដែរឥឡូវទលំទលាយមែនទែនប្រាប់គេថាដុំស៊ុបស៊ីឆន